តោះខ្ញុំសួរបងប្អូនគ្នាយើងទៅស្វែងយល់បន្តពីមេរៀនរបស់យើងទៅមួយនឹង airway របស់យើងណាយើងចូលទៅចំណុចមួយទៀតដែលយើងនិយាយអំពី endotracheal tube ភាសាអង្កฤษគេហៅថា ETT endo មានន័យថានៅខាងក្នុង tracheal មានន័យថា tracheal ហើយនឹង tube មានន័យថាទយោអញ្ចឹងមានន័យថាទយោហ្នឹងគេដាក់ចូលទៅក្នុងបំពង់ខ្យល់របស់យើងអញ្ចឹងគេសកទយោពីមាត់មកចូលទៅក្នុងឆ្លងកាត់ pharynx ហើយចូលទៅកន្លែងនេះគឺឆ្លងកាត់epiglottis vocal cord ហើយចូលទៅក្នុង tracheal របស់យើងអញ្ចឹងណាអញ្ចឹងចំពោះ endotracheal tube ឬក៏មួយទៀតគេហៅថាគេមានសង់តាមមាត់ឬគេហៅថា IOT intraoral tube ឬក៏ INT ដែរ INT មានន័យថាគេសង់ពីច្រមុះចូលទៅក្នុងផ្លូវខ្យល់ដូចគ្នាអញ្ចឹងវាមាន IOT គេមាន INT ឬក៏កន្លែងខ្លះគេនិយាយថា ETT អញ្ចឹងទៅអញ្ចឹងគឺជាការសោកទយោមិនថាតាមមាត់ឬក៏តាមច្រមុះទេចូលទៅក្នុងផ្លូវដង្ហើមរបស់យើង tracheal ហើយគេបាញ់បំពង់មកឡុងហើយគោលបំណងនៃការសោកបញ្ចូលហ្នឹងគឺគោលបំណងគឺតើតើមានអ្នកជំងឺអាប់ណេមិនអាប់ណេធម្មតាមកផ្លេតហើយដាស់ហើយភ្ញាក់នឹងខ្លួនវិញគឺអ្នកជំងឺមិនអាចដកដង្ហើមខ្លួនឯងបានឧទាហរណ៍ថាអ្នកជំងឺបាត់បង់ស្មារតីឈឹងអ្នកជំងឺនៅក្នុងបន្ទប់វះកាត់អញ្ចឹងនៅក្នុងបន្ទប់វះកាត់គេឲ្យថ្នាំទៅគាត់គេងគាត់អាប់ណេគាត់អត់ដកដង្ហើមអញ្ចឹងគេត្រូវផ្ដល់នៅ ETT នេះជូនគាត់ហើយតែមកទីមាន airway obstruction គឺជាការមួយដែលយើងនិយាយពីការស្ទះផ្លូវដង្ហើមជាងការស្ទះផ្លូវដង្ហើមនេះវាពិបាកនៅក្នុងការគិតថាតើយើងសោកអង្គដូរតាក់ជាធំដើម្បីអីគេដើម្បីគ្រាន់តែបើកចំហផ្លូវដង្ហើមឬក៏យ៉ាងណាឧទាហរណ៍ខ្ញុំនិយាយមួយក្នុងករណីដែលជំងឺនឹងមានការហើមឬក៏រលាកនៅវោខខឬក៏នៅមាត់អញ្ចឹងណាអញ្ចឹងនៅពេលដែលហើមឬក៏រលាកវាធ្វើឲ្យគាត់ពិបាកនៅក្នុងការដកដង្ហើមអញ្ចឹងនៅពេលដែលគាត់ពិបាកនៅក្នុងការដកដង្ហើមយើងសោកទយោនឹងចូលទៅដើម្បីទោះបីជាវាហើមមិនក៏វានៅសល់ប្រឡោះទយោនឹងមួយដើម្បីឲ្យខ្យល់ចេញចូលបានដែរប៉ុន្តែសួរថានៅពេលដែលគាត់ airway obstruction ខ្លាំងតើយើងអាចសោកទយោដង្ហើមនឹងចូលបានអត់អានឹងគឺជារឿងដែលយើងត្រូវដោះស្រាយបន្តទៀតអញ្ចឹងណាមកទៀតមាន respiratory failure ដូចយើងដឹងហើយថាអតីតបាននិយាយពី respiratory failure បើសិនបើក្នុងករណីដែលនៃជំងឺនឹងគាត់ដកដង្ហើមជាងដកដង្ហើមហើយប៉ុន្តែដង្ហើមនៃការដករបស់គាត់នឹងគឺវាមិនគ្រប់ចំនួនអុកស៊ីសែនដែលគាត់ទទួលបានឬក៏គាត់ដកដង្ហើមដែរប៉ុន្តែគេហៅថា ineffective ខ្លាំងការដកដង្ហើមរបស់គាត់ខ្លីៗរយៈមិនអាចទទួលយកអុកស៊ីសែនបានចុះអុកស៊ីសែនអានឹងគឺយើងដាក់ដើម្បីជួយ support នៅ respiratory របស់គាត់តែមកទៀត risk for aspiration អ្នកជំងឺខ្លះគាត់ហានិភ័យនៃការឆ្លក់នៃការចង្អោរនៃការ aspiration ក៏គេអាចដាក់ទៅក្នុងendotracheal tube តែប៉ុន្តែក្នុងករណីនេះឧទាហរណ៍ថាអ្នកជំងឺនឹងគាត់គេត្រូវពិចារណារវាង benefit ហើយនឹងផលប៉ះពាល់ disadvantage រវាង advantage និង disadvantage រវាងអ្នកជំងឺដែលគាត់មាន aspiration ណាបើសិនបើគាត់high risk for aspiration ប៉ុន្តែក្នុងករណីអ្នកជំងឺដែលអាចគ្រប់គ្រងនឹងហើមខ្លួនឯងបានអាហ្នឹងគេអាចនឹងគ្រប់គ្រងreflex នៃការលេបបានអាហ្នឹងគេអាចពិចារណាមិនជាត្រូវការដែរទេប៉ុន្តែបើសិនបើគាត់ risk for គាត់ស្លាប់ឈឹងបើចឹងយើងស្លាប់ឈឹងហើយមិនអាចបញ្ជាលើ reflex បានអានឹងគេអាចពិចារណាទៅលើការដាក់អញ្ចឹងវាត្រូវគួបផ្សំគ្នាជាមួយនឹង clinical sign ផ្សេងៗទៀតដែលយើងអាចពិចារណាថាគាត់ត្រូវតែដាក់ចំពោះ aspiration យើងអត់ចេះតែនៅជំងឺ risk for aspiration យើងត្រូវដាក់អត់ទេអញ្ចឹងអ្នកខ្លះអាចដាក់អីផ្សេងសារភាព position ឬក៏ suction ឲ្យបានត្រឹមត្រូវទៅវាអាចអូខេតែមកទៀតមាន therapeutic hyperventilation ក្នុងករណីនេះគេចង់សំដៅទៅលើអ្នកជំងឺធ្វើម៉េចដើម្បីគាត់ឲ្យមាន hyperventilation យើងសាកគិតសម័យទៅលើអ្នកជំងឺម្នាក់ដែលគាត់មានបញ្ហាទៅលើខួរក្បាលឧទាហរណ៍ trauma ទៅលើខួរក្បាលហើមខួរក្បាលអញ្ចឹងទៅនៅពេលដែលយើងឲ្យគាត់ដកដង្ហើមខ្លួនឯងឧទាហរណ៍ក្នុងកម្រិតស្មារតីរបស់គាត់ទាបជាធម្មតានៅក្នុងមេរៀនគេនិយាយថាក្នុងករណីដែល ETT នឹងសំទោស GCS នៃអ្នកជំងឺតូចជាង9គេឲ្យសោកទយោដង្ហើមចូលទៅក្នុងករណីនេះគឺចង់ផ្ដោតទៅលើបើសិនបើកម្រិតស្មារតីរបស់គាត់តូចជាង9ហ្នឹងវាធ្វើឲ្យការដកដង្ហើមរបស់គាត់លែងមានប្រសិទ្ធភាពនៅពេលដែលគាត់ដកដង្ហើមគឺមិនមាន effective នៅក្នុងការដកដង្ហើមទេវាធ្វើឲ្យកំហាប់ឬក៏កម្រិតអុកស៊ីសែនកាបូនឌីអុកស៊ីតទេណាកាបូនឌីអុកស៊ីតនៅក្នុងឈាមរបស់គាត់ឡើងអញ្ចឹងនៅពេលដែលកាបូនឌីអុកស៊ីតនៅក្នុងឈាមរបស់គាត់ឡើងវាអាចប្រឈមហានិភ័យនៃការហើមខួរក្បាលកាន់តែខ្លាំងឬក៏អ្នកជំងឺនឹងគាត់ប្រើប្រាស់នៅថាមពលរាងកាយរបស់គាត់ខ្លាំងធ្វើឲ្យខួរក្បាលរបស់គាត់ active ខ្លាំងធ្វើឲ្យហើមដូចគ្នាអញ្ចឹងគេផ្ដល់នឹងទៅដើម្បី hyperventilation សោកទយោនឹងហើមទៀតទៅដាក់អ្នកជំងឺអីគេហើយយើង hyperventilation មានតែដាក់ដង្ហើមឲ្យញាប់ឲ្យគាត់ដើម្បីបញ្ចេញនៅកាបូនឌីអុកស៊ីតនឹងចេញហើយធ្វើឲ្យខួរក្បាលរបស់គាត់អាចនឹងធូរស្បើយពីការហើមបាន
chứ này mà thiết dương ai đôi nhầm gì mình chắc những ai đã tạm mó rồi đã tạm chấm mó hỏi ở vậy đây sầm khán cứ inflator mình luôn đi inflator mình luôn nằm mấy ca pi của aspiration pi suốt pi hà này pi là hà mà mình thấy trong poca inflate calf này dương thử mưa này tao sầm piệt này calf nó viประมาณ tao vì tăng pi với có vì thù bị nếu kim và đạp vào sầm piệt kìแต่bây giờ ở miếng piệt khác này khác còn feel chỉ muốn được thực chuyện tôi chỉ bảo quá nữa ta tôi người chuyện nếu feel tha phần năng là một ót phần năng cũng còn ót mà tuần đôi tôi thì chỉ những tới là những anh cũng còn bản thân bây giờ mình miếng uppercut ná được nó cao vào sầm piệt tại bây giờ miếng uppercut sầm vào sầm piệt ok à bạn hãy tệ nhưng trong po អ្វីដែលសំខាន់បន្តទៀតគឺនៅពេលដែល inflate ខាប់ហើយបើសិនបើនៅយើងនឹង ICU គាត់ដេកយូរហើយយើងអត់ deflate វិញវាធ្វើឲ្យប្រឈមនឹង necrosis នៅកន្លែង traction ហ្នឹងអញ្ចឹងអាហ្នឹងក៏ជារឿងយើងត្រូវ consider ដែរដែលគេហៅថា24ម៉ោងយើង deflate វាមួយផ្លែអាចថា1នាទីឬក៏កន្លះនាទីអញ្ចឹងទៅដើម្បីឲ្យមាន blood flow ទៅកន្លែង traction ហ្នឹងវិញហ្នឹងហើយអញ្ចឹងនេះគឺនិយាយអំពី Ondo traction tube